នេះបានធ្វើស៊ីម្ចាស់កង់3ហ្នឹងបងករណីសមត្ថកិច្ចបាននាំគ្នាធ្វើស៊ីទៅលើពូកង់3នឹងបងប្អូនបាននាំគ្នាចែករំលែកខ្លាំងមែនទែនហើយបានធ្វើឲ្យមានការចាប់អារម្មណ៍ដូចជាផ្ទុះនៅលើបណ្ដាញសង្គម Facebook ក្នុងមួយរយៈនេះបងប្អូនទាំងអស់គ្នាប្រកាសជាបានឃើញហើយបាទនៅវីដេអូមួយដែលត្រូវបានគេចែករំលែកនៅលើបណ្ដាញសង្គម Facebook តគ្នាយ៉ាភ្លុកទឹកភ្លុកដីពាក់ព័ន្ធទៅនឹងការសមត្ថកិច្ចបានធ្វើស៊ីពូកង់3ណាបាទតែការពិតបងប្អូនដែលកំពុងតែសៀនៅព័ត៌មានទាំងអស់នេះគឺកំពុងតែខុសខ្លួនហើយបាទនេះគឺជាមិនមែនការធ្វើស៊ីទៅលើពូកង់3ដូចអ្វីដែលវីដេអូបានធ្វើការចែកចាយទេនេះមានចេតនាក្នុងការប្រឌិតដើម្បីបំផ្លាញកិត្តិយសរបស់សមត្ថកិច្ចតែម្ដងបុគ្គលហ្នឹងឥឡូវនេះសមត្ថកិច្ចកំពុងតែកោះហៅទៅលើបុគ្គលទាំងអស់ហ្នឹងដើម្បីទៅធ្វើការបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដូច្នេះបងប្អូនទាំងអស់គ្នាសូមស្ដាប់ព័ត៌មានរបស់ខ្ញុំឲ្យដល់ចប់ទើបបងប្អូនបានដឹងថាករណីនេះគឺជាករណីអ្វីបាទបើយើងយោងតាមការបំភ្លឺរបស់បាទក្រមព័ត៌មាននិងប្រតិកម្មរហ័សរបស់បាទស្នងការខេត្តកណ្ដាលបានបញ្ជាក់ហើយថាករណីដែលកំពុងកក្រើកផ្ទុះនៅលើបណ្ដាញសង្គម Facebook ក្រោយពីមានបាទមនុស្សមួយចំនួនបានយកទៅបញ្ចូលសម្លេងថាក្រមប៉ូលីសបានធ្វើស៊ីពូកង់3ដោយដាក់គ្រឿងញៀននេះការពិតបងប្អូនគឺរឿងនឹងបែបនេះទេបាទសមត្ថកិច្ចបានបំភ្លឺហើយគឺសមត្ថកិច្ចបានចុះទៅបង្ក្រាបបាទករណីហិង្សាដោយចេតនាទៅលើបុគ្គលម្នាក់ទៀតបាទកាលពីថ្ងៃទី27ខែកក្កដាបាទឆ្នាំ2026ម្លេះបាទហើយក្នុងនោះក៏មានករណីលួចផងដែររស់ដែលត្រូវបានគេខាត់ខ្លួននឹងគឺប្រើប្រាស់អំពើហិង្សាទៅលើជនរងគ្រោះម្នាក់ទៀតដែលត្រូវបានគេដាក់ពាក្យបណ្ដឹងបាទហើយលួចទូរស័ព្ទរបស់ជនរងគ្រោះព្រមទាំងបានពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់នៅគ្រឿងញៀនបន្ថែមទៀតទើបសមត្ថកិច្ចបាទធ្វើការខាត់ខ្លួននេះយោងតាមការបំភ្លឺរបស់បាទក្រុមការងារប្រតិកម្មរហ័សរបស់ស្នងការនគរបាលខេត្តកណ្ដាលកាលពីម្សិលមិញនេះដូច្នេះបងប្អូនទាំងអស់គ្នាដែលកំពុងតែចែករំលែកព័ត៌មានទាំងអស់គ្នាថាប៉ូលីសបាននាំគ្នាធ្វើស៊ីពូកង់3ហ្នឹងគឺជាព័ត៌មានคล้ายៗទេបាទហើយអ្នកដែលបង្កើតនៅព័ត៌មាននេះឡើងគឺអាចនឹងប្រឈមនឹងការអនុវត្តតាមផ្លូវច្បាប់ឬយ៉ាងណាអានឹងរងចាំមើលទាំងអស់គ្នាទៀតដោយសារតែឥឡូវនេះបាទស្នងការនគរបាលខេត្តកណ្ដាលហ្នឹងគឺបានបាទឲ្យអ្នកដែលបានយកវីដេអូទៅកាត់តដើម្បីបំផ្លាញកិត្តិយសដល់សមត្ថកិច្ចហ្នឹងសេចក្តីថ្លៃថ្នូររបស់នគរបាលហ្នឹងគឺដើម្បីទៅបំភ្លឺពាក់ព័ន្ធទៅនឹងករណីហ្នឹងបាទដូច្នេះបងប្អូនទាំងគ្នាមុននឹងជឿទៅលើវីដេអូអ្វីមួយបងប្អូនត្រូវមានការផ្ទៀងផ្ទាត់និងពិចារណាចាំបញ្ចេញមតិនៅលើបណ្ដាញសង្គមកុំគ្រាន់តែឃើញហើយបាទចែកចាយពីមួយទៅមួយបងប្អូនទៅតាមគេបាទជឿតាមគេហ្នឹងគឺខុសហើយណាបងប្អូនទាំងគ្នាដូច្នេះដើម្បីកុំឲ្យទទួលបានព័ត៌មានคล้ายៗយើងត្រូវតែផ្ទៀងផ្ទាត់ឲ្យបានច្រើនប្រភពបន្តិចបាទកុំឃើញតែមានការផ្ទុះវេកបាទគ្រឹងនៅលើបណ្ដាញសង្គមមកយើងនាំគ្នារិះគន់លើសមត្ថកិច្ចជេរសមត្ថកិច្ចអីចឹងទៅគឺមិនទាន់ដឹងច្បាស់លាស់ផងនៅពេលនេះឃើញទេសមត្ថកិច្ចគេបានបំភ្លឺឲ្យថាករណីនេះគឺគេបង្ក្រាបទៅលើជនសង្ស័យដែលបានប្រើប្រាស់អំពើហិង្សាបាទហើយនឹងករណីលួចទូរស័ព្ទ Oppo របស់ជនរងគ្រោះព្រមទាំងពាក់ព័ន្ធជាមួយនឹងការបាទប្រើប្រាស់គ្រឿងញៀនទៀតផងបាទនេះគឺជាការបំភ្លឺរបស់នគរបាលខេត្តកណ្ដាលដូច្នេះបងប្អូនទាំងអស់គ្នាជ្រាបជាព័ត៌មានហើយបងប្អូនចែករំលែកម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងដទៃទៀតបានដឹងពីព័ត៌មាននេះបាទកុំឲ្យទៅសៀព័ត៌មានคล้ายៗបន្តទៀតបាទឥឡូវនេះសមត្ថកិច្ចគេបានបំភ្លឺហើយអញ្ចឹងបងប្អូនទាំងអស់គ្នាក៏បានជ្រាបខ្ញុំបានប្រាប់បងប្អូនទាំងអស់គ្នានេះបាទយោងទៅតាមការបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សរបស់ស្នងការនគរបាលខេត្តកណ្ដាលបាទសូមអរគុណសូមគោរពលា